ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាហើយជាពិសេសបងប្អូនដែលកំពុងរៀនបឋមឬក៏បងប្អូនដែលគាត់មានកូនកំពុងរៀននៅបឋមវីដេអូហ្នឹងគឺខ្ញុំនិយាយពាក់ព័ន្ធជាមួយនឹងការសិក្សារបស់ខ្ញុំពីបឋមទៅតែម្ដងខ្ញុំសូមណែនាំខ្លួនបន្តិចខ្ញុំឈ្មោះសុកសេលៀបគឺជានិស្សិតនិតិឆ្នាំ2021តាមពិតពេលដែលខ្ញុំនឹកឃើញប្រធានបទបាក់ឌុបអីក្មេងស្រីមកពីខេត្តហ្នឹងគឺខ្ញុំចង់និយាយពីរបៀបរៀនរបស់បងប្អូនវិទ្យាល័យនិងវិទ្យាល័យប៉ុន្តែខ្ញុំដេកគិតយូរៗខ្ញុំគិតថាហេតុអីក៏ខ្ញុំមិនចែករំលែកទៅកាន់បងប្អូនបឋមតែម្ដងទៅអញ្ចឹងវីដេអូនេះគឺពិសេសដោយសារតែខ្ញុំបញ្ចូលតាំងពីប្រវត្តិរបស់ខ្ញុំរៀនបឋមរហូតទៅដល់វិធីដែលខ្ញុំរៀននឹងឲ្យចេះអឺពីមុនខ្ញុំជាក្មេងម្នាក់ដែលធ្លាប់យំពេលដែលឡើងថ្នាក់ទី2ខ្ញុំមិនចង់ឡើងថ្នាក់ទេហើយខ្ញុំខ្លាចមានមិត្តភ័ក្តិថ្មីឬក៏ខ្ញុំបាច់មិត្តភ័ក្តិអីអញ្ចឹងហើយខ្ញុំខ្លាចមេរៀនពិបាកហើយមួយទៀតខ្ញុំធ្លាប់ធ្វើពុតដេកពេលដែលដល់ម៉ោងទៅរៀនគួរអង់គ្លេសពេលហ្នឹងគ្រូមកយកដល់ផ្ទះទៀតហើយម៉ាក់ខ្ញុំត្រូវតែដាស់ខ្ញុំឲ្យទៅរៀន yes ខ្ញុំធ្លាប់រៀនអត់ចាស់ដល់ម៉ាក់ដូរសាលាអញ្ចឹងខ្ញុំចាប់ផ្ដើមរៀនគួរហើយខ្ញុំអត់ដែររៀនថ្នាក់ទី1ទេខ្ញុំរៀនថ្នាក់ទី1អញ្ចឹងគឺចឹងមិនវារៀងអត់ខាតឆ្នាំតែខ្ញុំក៏ទៅរៀនគួរហ្នឹងគឺខ្ញុំចាប់ផ្ដើមទៅរៀនប្រកបហើយខ្ញុំចង់និយាយបន្តិចថាពេលរៀនប្រកបដំបូងហ្នឹងខ្ញុំចេះពាក្យអីគេរៀនប្រកបដំបូងគឺខ្ញុំចាំបានគឺខ្ញុំចេះពាក្យសំណាបយោងដីស្ត្រីយោងប្រុសហើយខ្ញុំមិនដឹងថាវាមានន័យថាម៉េចទេពេលហ្នឹងគឺខ្ញុំចេះតែប្រកបនឹងឯងអញ្ចឹងខ្ញុំចង់និយាយថាខ្ញុំអរគុណទៅកាន់ម៉ាក់ប៉ារបស់ខ្ញុំដំបូងដែលគាត់បញ្ជូនខ្ញុំទៅរៀនគួរធ្វើត្បិតតែម៉ាក់ប៉ារបស់ខ្ញុំគឺគាត់រវល់ខ្លាំងព្រោះយើងអត់រកស៊ីម៉ាក់ប៉ារបស់ខ្ញុំគឺគាត់លក់អីវ៉ាន់ចាប់ព្រួយអញ្ចឹងពួកគាត់អត់សូវមានពេលបរៀនខ្ញុំច្រើនទេអញ្ចឹងគាត់បានបញ្ជូនខ្ញុំទៅរៀនហើយរហូតដល់ខ្ញុំរៀនបានគ្រាន់បើខ្ញុំទៅរៀនរត់ខ្ញុំចេះប្រកបចេះអានជាងពីមុនអ្នកគ្រូខ្ញុំក៏សួរថាកូនឯងទៅរៀននៅណាហើយខ្ញុំក៏ប្រាប់អ្នកគ្រូតាមនឹងមកថាខ្ញុំទៅរៀនគួរបន្ថែមបើខ្ញុំអាចចេះបានចំណាត់ថ្នាក់ដែលខ្ញុំរៀនកាលពីបឋមខ្ញុំបានលេខ1លេខ2លេខ3លេខ4នេះទៅគឺនៅក្នុងតារាងកិត្តិយសភាគច្រើនគឺតាំងពីថ្នាក់ទី1ទី2ទី3ទី5ទី6នឹងមកគឺខ្ញុំបានលេខក្នុងតារាងកិត្តិយសហើយមានម្ដងដែលខ្ញុំបានលេខ15គឺខ្ញុំឈឺខ្ញុំរៀនបឋមក៏ខ្ញុំអាសាឈឺដែរនិយាយទៅខ្ញុំអត់សូវសុខភាពល្អប្រហែលទេកាលហ្នឹងគឺអាសាឈឺដែរហើយពេលហ្នឹងគឺគ្រូលោកគ្រូគាត់មកជំនួសអ្នកគ្រូរបស់ខ្ញុំតែសារតែអ្នកគ្រូរបស់ខ្ញុំគាត់មាន baby ហើយគាត់អត់ដែរស្គាល់ខ្ញុំទេហើយកូននឹងឈឺរហូតអត់មករៀនអញ្ចឹងទៅខ្ញុំបានលេខ15ខ្ញុំចាំបានថាពេលហ្នឹងគឺខ្ញុំឈឺចិត្តដែរដល់ពេលក្រោយពីហ្នឹងមកចាប់ផ្ដើមទៅរៀនទោះបីជាខ្ញុំឈឺទោះបីជាខ្ញុំទៅដោះស្រោមហើយក៏ខ្ញុំទៅរៀនដែរឆ្លុះប្រចាំងពីដែលខ្ញុំរៀនបឋមវិញបាទខ្ញុំដឹងថាតាមពិតខ្ញុំរវល់មកតាំងពីតូចព្រោះតែពេលរៀនបឋមពេលព្រឹកឡើងក៏ខ្ញុំទៅរៀនគួរថ្ងៃឡើងគឺបើសិនជាមានអង់គ្លេសខ្ញុំរៀនអង់គ្លេសមុនចូលរៀនរត់ហើយចូលរៀនរត់បើសិនខ្ញុំរៀនពេលហ្នឹងខ្ញុំរៀនធំបន្តិចដល់ថ្នាក់ទី5ទី6ហើយបាទខ្ញុំទៅរៀនអង់គ្លេសពេលល្ងាចអីថែមអញ្ចឹងខ្ញុំគិតថាតាមពិតខ្ញុំរវល់មកតាំងពីក្មេងប៉ុន្តែសប្បាយតាំងពីក្មេងហើយគិតថាការរៀនហ្នឹងគឺវាធ្វើឲ្យយើងប្រសើរអញ្ចឹងចូលទៅដល់វិធីសាស្ត្ររៀនរបស់ខ្ញុំកាលពីបឋមហ្មងសង្ឃឹមថាបងប្អូនបឋមអាចស្ដាប់បានដល់ដំណាក់កាលហ្នឹងខ្ញុំគិតថាវាជួយបងប្អូននៅក្នុងការរៀនចំណុចទី1ពាក់ព័ន្ធជាមួយនឹងទៅរៀនឲ្យបានជាប់លាប់ខ្ញុំដឹងថាការរៀនបឋមគឺខ្ជិលខ្ញុំទទួលស្គាល់ថាពេលហ្នឹងក៏ខ្ញុំខ្ជិលដែរហើយលេះរហូតអត់ចង់ទៅរៀនទេប៉ុន្តែខ្ញុំទៅរៀនជាប់ព្រោះតែខ្ញុំគិតថាបើខ្ញុំអត់បានមានពេលមករំលឹកផងបើខ្ញុំអត់ទៅរៀនអត់ជាប់ទៀតគឺចប់ហើយអត់ចេះតាមអត់ទាន់គ្រូទេសូម្បីតែពេលហ្នឹងខ្ញុំទៅដោះស្រោមពេលផឹកក៏ខ្ញុំត្រូវទៅរៀនដែរយ៉ាអញ្ចឹងថាទៅរៀនតាមសមត្ថភាពរបស់យើងទៅឲ្យបានជាប់លាប់បើមិនយើងឈឺទៅអត់បាននៅនឹងចាំគិតទៀតយ៉ាចំណុចទី2គឺពាក់ព័ន្ធជាមួយនឹងការធ្វើកិច្ចការសាលាភាគច្រើនពេលដែលខ្ញុំរៀនបឋមគឺខ្ញុំធ្វើកិច្ចការដែលលោកគ្រូអ្នកគ្រូដាក់មកគឺខ្ញុំធ្វើប៉ុណ្ណឹងខ្ញុំធ្វើឲ្យហើយអញ្ចឹងបើសិនជាបងប្អូននេះគឺធ្វើកិច្ចការសាលាហើយរៀនយ៉ាអាហ្នឹងគួររាល់ហើយចំណុចទី3គឺរៀនគួរខ្ញុំជឿថាបើសិនជាប៉ាម៉ាក់បងប្អូនគាត់មានលទ្ធភាពឲ្យអូនរៀនគួរតែរៀនគួរបន្ថែមប៉ុន្តែបើសិនជាយើងយល់ពីស្ថានភាពរបស់អ្នកផ្ទះរបស់យើងណាក៏គុំដាក់សម្ពាធខ្លាំងដែរព្រោះតែស្ថានភាពរបស់យើងម្នាក់ៗគឺខុសគ្នាអញ្ចឹងឥឡូវគឺមានទូរស័ព្ទគ្រប់ដៃបងប្អូនអាចរៀនតាមវីដេអូដែលលោកគ្រូអ្នកគ្រូនៅតាមអ៊ីនធឺណិតគឺគាត់បរៀនយើងបានអញ្ចឹងយើងអាចនៅតែរៀនបានអញ្ចឹងយើងរៀនដូរពីថ្នាក់ផ្ទាល់យើងមករៀនតាមអនឡាញវិញបានអញ្ចឹងអាចកាត់បន្ថយចំណាយរបស់អ្នកផ្ទះយើងដែរ
ចំណុចទី4គឺរៀនភាសាខ្ញុំចាប់ផ្ដើមរៀនភាសាអង់គ្លេសតាំងពីបឋមម៉េះប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំនៅតែផលវាអត់ទាន់បានល្អចុះបើសិនជាខ្ញុំអត់ទាន់ហ៊ានអត់ដែលហ៊ានទៀតអញ្ចឹងកាលណាហត់តែយ៉ាប់ទៀតហើយអញ្ចឹងខ្ញុំគិតថាបងប្អូនបើសិនជាឆ្លៀតបានក្រៅពីរៀនរត់ក៏យើងត្រូវតែទៅរៀនភាសាបន្ថែមដែរហើយពេលដែលខ្ញុំដើរមកដល់ដំណាក់កាលនេះខ្ញុំមើលឃើញឱកាសកាន់តែច្រើនគឺភាសាចិនមួយទៀតបងប្អូនអាចរៀនភាសាចិនភាសាអង់គ្លេសអញ្ចឹងបើសិនជាមានពេលណាគឺគួរតែឆ្លៀតរៀនចិនមួយទៀតបើសិនជាអត់ចង់ខ្ញុំនិយាយមកសិនជាបងប្អូនដែលគាត់ចង់រៀនគឺល្អខ្លាំងមែនតើព្រោះភាសាចិនគឺជួយអូនច្រើនណាស់ប៉ុន្តែបើសិនជាអត់ចង់ខ្ញុំចង់ទៅកាន់បងអំពុំមីងដែលគាត់ជាប៉ាម៉ាក់វិញគួរតែបញ្ជូនគាត់ទៅរៀនធ្វើទៅបើតែគាត់អត់ចង់ឥឡូវប៉ុន្តែនៅពេលដែលគាត់មកគាត់មានឱកាសពេលដែលគាត់ឃើញថាភាសាចិនជួយគាត់ច្រើនគាត់នឹងអរគុណទៅកាន់បងអំពុំមីងដែលជាប៉ាម៉ាក់របស់គាត់ពេលហ្នឹងបើសិនជាអត់បញ្ជូនគាត់ទៅរៀនទេគឺគាត់អាចហ៊ានចេះបានទេអញ្ចឹងខ្ញុំគិតថាភាសាគឺពិតជាសំខាន់យ៉ាអញ្ចឹងបើរៀនកាន់តែលឿនគឺកាន់តែល្អរៀនតាំងពីបឋមទៀតគឺកាន់តែល្អចំណុចទី5គឺរៀនអីក្រៅពីសភៅបន្ថែមខ្ញុំចាំបានថានៅពេលមួយដែលលោកគ្រូអ្នកគ្រូរបស់ខ្ញុំអ្នកគ្រូគាត់ហៅទៅសេតាមអានគាត់ពាក់ព័ន្ធជាមួយនឹងវត្តអារាមហ៎ហើយខ្ញុំមិនได้រៀននៅក្នុងសភៅទេខ្ញុំឆ្ងល់មែនតើថាមិនអ្នកគ្រូហៅនឹងទៅសេចង់ខ្ញុំអត់ចេះទៅសេទេតែពូម៉ាក់ខ្ញុំគឺគេចេះសរសេរហើយខ្ញុំសួរថាមិនចេះចង់អ្នកគ្រូអត់តាមបរៀនផងគេថាលោកតាគេប្រាប់អញ្ចឹងខ្ញុំគិតថាតាមពិតយើងត្រូវតែរៀនលើសពីក្នុងថ្នាក់ពេលហ្នឹងណាដែលយើងចេះជាងគេអានតិចហ្នឹងណាអញ្ចឹងខ្ញុំពិតថាពូម៉ាក់ខ្ញុំបកកាយតែគាត់ចេះរៀនក្រៅទៅគាត់ទៅសេត្រូវយ៉ាអញ្ចឹងអ្នកនរគ្នាគួរតែនិយាយទៅrecommend ណាសម្រាប់បងប្អូនគាត់រៀនបឋមណាអានអាប៉ាណូដែលគេបិទតាមផ្លូវយើងអានឲ្យច្រើនហើយមួយទៀតយើងសួរពេលដែលឃើញពាក្យថ្មីអញ្ចឹងយើងសួរទៅកាន់ប៉ាម៉ាក់របស់យើងឬក៏ណាគេដែលគាត់ចេះយើងសួរទៅយើងដឹងពាក្យថ្មីហ្នឹងគេសេមិនដល់ពេលក្នុងថ្នាក់ទៅសេតាមអានទៅយើងយើងសេត្រូវយើងចេះជាងគេអានតិចហ្នឹងណាយ៉ាហើយចំណុចមួយទៀតទី6គឺចំណុចធីបចុងក្រោយគឺរីករាយជួយបឋមគឺសុបាយណាស់បងប្អូនអ្នកគ្នាកុំ stress ខ្លួនឯងត្រូវរីករាយខ្ញុំចាំបានថាពេលហ្នឹងធ្វើឲ្យតែខ្ញុំរៀនគួរអត់ឈប់មែនក៏ប៉ុន្តែពេលដែលខ្ញុំគ្រាន់តែដល់ផ្ទះពឹបមិត្តភ័ក្តិរបស់ខ្ញុំគឺមកចាំខ្ញុំហៅស្រាច់អីចឹងខ្ញុំដោះកតាបខ្ញុំរត់លេងពេញហ្នឹងអញ្ចឹងគឺសុបាយជីវិតបឋមគឺសុបាយអញ្ចឹងរីករាយជាមួយនឹងជីវិតបឋមរបស់បងប្អូនអ្នកគ្នាហើយខំប្រឹងរៀនព្រោះវាឲ្យមានប្រយោជន៍ធ្វើឲ្យប៉ាម៉ាក់របស់យើងសុបាយចិត្តពេលដែលអូនរៀនបកាយតាំងពីបឋមគឺវាជួយអូនច្រើនពេលដែលយើងមករៀនសកលច្រឡំពេលដែលយើងមករៀនអនុឬក៏វិទ្យាល័យគឺក៏វាកាន់តែប្រសើរជាងពីមុនដែរយ៉ាព្រោះយើងបានខំតាំងពីបឋមមកហើយអញ្ចឹងវីដេអូនេះខ្ញុំអរគុណទៅដល់ម៉ាក់ប៉ារបស់ខ្ញុំខ្លាំងមែនតើបើសិនជាគាត់អត់បញ្ជូនខ្ញុំទៅរៀនគួរទេក៏ខ្ញុំមិនអាចចេះបានដែរធ្វើឲ្យតែពួកគាត់រវល់មិនដែលគាត់អត់ដែលទុកខ្ញុំចោលទេពេលដែលគាត់ឃើញខ្ញុំអត់ចេះគឺគាត់ជំរុញខ្ញុំខ្លាំងមែនតើតាំងពីរៀនអង់គ្លេសតាំងពីរៀនគួរបន្ថែមហើយខ្ញុំក៏អរគុណទៅកាន់លោកគ្រូអ្នកគ្រូរបស់ខ្ញុំទាំងអស់បើសិនជាអត់មានពួកគាត់ទេក៏អត់មានក្មេងស្រីម្នាក់នេះដែលអាចទទួលបាននីតិល្អពេលប្រឡងបាក់ដូបហើយអាចចេះបាននេះទៅអ្នកគ្រូលោកគ្រូទាំងអស់ដែលគាត់បរៀនខ្ញុំគឺគាត់ជាអ្នកបង្កើតក្មេងស្រីម្នាក់នេះឡើងបងថាឲ្យខ្ញុំនឹងចេះចំណេះដឹងអីគេខ្លះអញ្ចឹងខ្ញុំគិតថាខ្ញុំត្រូវតែដឹងកូនទៅកាន់លោកគ្រូអ្នកគ្រូរបស់ខ្ញុំទាំងអស់អញ្ចឹងចុងក្រោយខ្ញុំជូនពរឲ្យបងប្អូនអ្នកគ្នាដែលជាសិស្សបឋមសិក្សាហ៊ានបកែទាំងអស់គ្នាហើយកុំភ្លេចរីករាយនឹងជីវិតបឋមសិក្សារបស់បងប្អូនផងហើយទៅកាន់បងដែលគាត់ជាប៉ាម៉ាក់របស់អូនដែលគាត់រៀនបឋមខ្ញុំជូនពរឲ្យបងប្អូនអ្នកគ្នាមានកូនដែលគាត់រៀនបកែ Yes អរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់នឹងជួបគ្នានៅវីដេអូក្រោយបាយបាយ